នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាទាក់ទងទៅនឹងការប្រើប្រាស់រូបមន្តនៅក្នុងកម្មវិធី Microsoft Excel យើងធ្លាប់ដឹងថានៅក្នុងកម្មវិធី Microsoft Excel គឺផ្ដោតសំខាន់ទៅលើការបង្កើតតារាងការប្រើប្រាស់រូបមន្តការស្រង់ស្ថិតិនិងការសរសេរកូដជាដើមអញ្ចឹងមុននឹងយើងធ្វើឲ្យបានច្រើនគន្លឹះសំខាន់នៅក្នុង Excel គន្លឹះសំខាន់មកទាំងអស់នេះគន្លឹះសំខាន់គឺយើងប្រើប្រាស់រូបមន្តនឹងឯងបើយើងមិនចេះប្រើប្រាស់រូបមន្តទេក្នុង Excel ហ្នឹងវាហាក់ដូចជាមិនមានន័យទេបាទមិនមានន័យក្នុង Excel បើយើងមិនចេះរូបមន្តទេគឺស្មើនឹងយើងស្មើទៅទេទៅមកហ្នឹងហើយព្រោះនៅក្នុងការបង្កើតតារាងយើងបង្កើតក្នុងកម្មវិធី Microsoft Word ក៏បានដែរមិនចឹងបាទចាំបាច់អីបង្កើតក្នុង Excel ប៉ុន្តែក្នុង Excel នេះវាបង្កើតតារាងហើយវាមានការប្រើប្រាស់រូបមន្តនៅទៀតអញ្ចឹងវាបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់ច្រើនវាជួយពង្រឹងការងារផ្សេងអញ្ចឹងសំខាន់ណាស់នៅក្នុងការប្រើប្រាស់រូបមន្តនឹងតែយើងចាប់ផ្ដើមពីណាទៅបាទហើយមុននឹងការប្រើប្រាស់រូបមន្តហ្នឹងខ្ញុំសូមណែនាំតទៅនឹងប្រភេទរូបមន្តសិននៅក្នុង Microsoft Excel វាមាន4ប្រភេទចំពោះការប្រើប្រាស់រូបមន្តទី1ហ្នឹងគឺប្រភេទរូបមន្តជាលក្ខណៈគណនាឬក៏ mathematical បាទរូបមន្តប្រភេទនេះគឺយើងបូកដកលេខចែកធម្មតាបាទប្រើសញ្ញាបូកដកគុណចែកធម្មតាទេសញ្ញាបូកដកគុណចែកទាំងអស់នេះអានឹងគឺ mathematical ចំពោះប្រភេទទី2គឺយើងប្រើប្រាស់រូបមន្តបែបសង្ខេបឬក៏ statistical បាទអានេះគឺយើងប្រើប្រាស់ឈ្មោះអក្សររូបមន្តតែម្ដងនឹងឯការសង្ខេបឧទាហរណ៍យើងបូកអញ្ចឹងយើងអត់ប្រើសញ្ញាបូកទេយើងប្រើរូបមន្តបូកតែម្ដងហ្នឹងហើយដោយរូបភាពរបស់ខ្ញុំបានបង្ហាញអញ្ចឹងហើយទី3គឺប្រើប្រាស់រូបមន្តបែបលក្ខខណ្ឌបាទ logical បាទ logical formula លក្ខខណ្ឌគឺមានលក្ខខណ្ឌ if បាទលក្ខខណ្ឌ if មានឆ្នូបច្រើនទៀតមាន if and if or អីទៀតហ្នឹងហើយឆ្នូបនឹងឆ្នូបឬដូចគណិតវិទ្យាអញ្ចឹងហើយលក្ខខណ្ឌទី4សំដៅរូបមន្តទី4នេះគឺតកតទៅនឹងរូបមន្តបែបស្វែងរកបែប lookup បាទ lookup ដែលវាមានច្រើនក្នុង lookup នោះមាន VLOOKUP មាន ALOOKUP មាន index មាន match អីជាដើមគឺអានេះគឺសិតតែជាប្រភេទរូបមន្តអញ្ចឹងមាន4ណាទាំងអស់គ្នាទី1គឺ mathematical ទី2គឺ statistics បាទទី3គឺ logical និងប្រភេទលក្ខខណ្ឌទី4គឺ lookup នេះគឺជាប្រភេទទាំង4របស់រូបមន្ត Excel ហើយក្នុង4ក្នុងប្រភេទនីមួយៗគឺមានរូបមន្តច្រើនទៀតបងប្អូនមិនមែនមានតែប៉ុណ្្នឹងទេគឺមានច្រើនទៀតណាយើងចូលទៅមេរៀនយើងតទៀតចំពោះការចាប់ផ្ដើមប្រើប្រាស់រូបមន្តអ្នកទាំងអស់គ្នាត្រូវចាំថានៅពេលដែលយើងចង់គណនាមិនថារូបមន្តអីក៏ដោយបាទមិនថា mathematical មិនថា logical មិនថាlookup ថាអីទេឲ្យតែចាប់ផ្ដើមកណនាគឺត្រូវតែមានសញ្ញាស្មើណានេះក្នុងនេះគេបញ្ជាក់ឲ្យមានសញ្ញាស្មើបាទមានសញ្ញាស្មើហើយបន្ទាប់មកយើងចាប់ផ្ដើមទៅចាប់យកយើងវាយតម្លៃលេខចូលក៏បានដែរមកយើង1 + 1នេះដូចនៅក្នុង website លំហាត់នេះយើងប្រើប្រាស់សញ្ញាស្មើជាមុនសិនណាហើយយើងវាយលេខដែលយើងចង់វាយចូល1បូកនឹង1ទៅរួចយើងចុច enter ទៅវានឹងបង្ហាញចម្លើយមកឲ្យយើងហើយបាទនេះរូបមន្តបូករូបមន្តគុណគឺធម្មតាបាទយើងគ្រាន់តែចូលទៅលើតម្លៃ cell បាទចូលតម្លៃ cell នេះប្លោះនេះហៅ cell អ្នកនរណាប្លោះនេះហៅ cell មកប្លោះ cell អញ្ចឹងយើងឈរលើcell pointer មួយណាឈរលើហ្នឹងទៅហើយយើងវាយតម្លៃលេខចូលបាទស្មើ1បូកនឹង1ទៅហើយចុច enter key លើ keyboard វានឹងបង្ហាញឲ្យយើង
ba này trong bằng hai và phần năng hay xôm này nó tích chấm buộc ổn đại quạt tròn sài chiếu mình tha sơ tu tới được cơ sở để chọn riêng IT thì một ai search nơi website này bàn website này là website này mình chỉ muốn thà w3school.com website nàyคือ all เหมือนกันนั่นจะปลุกย้อมแต่จิตตุเตอร์ย้อมแต่สไตล์เชียวนั่นเลยเว็บไซต์มวยนี้วิดีโออย่างไม่ล้อทางทางในของเว็บไซต์นี่คือจะพูดเนี่ยจะเรียนภาษาโค้ดคือมีนส่งหาทางออนไลน์แบบเนี่ยภาษาโค้ดมีนจะต้องภาษา HTML CS JavaScript SQL Python Java นะ PHP จังมีนแต่ก็ไอ้บนมันได้ปนว่ามีภาษาจับดาวในโค้ดคือมี C program C++ C Sharp Bootstrap บางจังมีชานให้เซลล์คิมปงได้ปงเรียนแต่ออกนี้ก็ปรับปรุงเว็บไซต์này nèจังให้จองปรับปรุงอีกสักจุดหนึ่งtới vì là bằng hai mươi điện tràn nè điệp trong mấy điện lùm ắt ở dương nằm đó bản thân website này cứ vì mình là nè vì bà mỗi cái đọc nhặt tại mình search trên ông lấy và mình check cái sang lấy với website này cứ pha cái sang lấy tràn ngày trường tiên được đọc thế check cái sang lấy ai bỏ bài ban ai vô ban như thế ai điền như mỗi nông website này ba này ok lấy dương châuต่อទៀតតើតើនឹងខាប់ប្រាប់មួយឥឡូវខ្ញុំគាត់ចង់ណែនាំបងប្អូនដែរគាត់ចង់ឬក៏បងប្អូនដែលចង់រៀន IT ទេហើយ website នេះគឺល្អមកកញ្ចប់តែម្ដងគឺមាននៅនឹងទាំងអស់ហើយយើងបន្តមេរៀនយើងទៀតមើលនេះតើតើនឹងសញ្ញាបូកតើតើនឹងការប្រើប្រាស់នេះប្រភេទនេះដូចខ្ញុំបង្ហាញមាននេះគឺប្រភេទប្រើប្រាស់ប្រព័ន្ធហ្នឹងប្រភេទmathematical ហើយបាទ mathematical រូបមន្តប្រភេទហ្នឹងបន្តិចទៀតខ្ញុំនឹងអនុវត្តឲ្យមើលជាមួយនឹងកម្មវិធី Excel ផ្ទាល់តែម្ដងឥឡូវខ្ញុំបញ្យល់មួយសិនហើយនេះគឺជាតារាងខាងក្រោមបាទអ្នកទាំងអស់នេះមកស្គាល់ណានេះប្លុកហ្នឹងកាឡានេះហៅអីគេនេះហៅ cell ណាទាំងអស់គ្នានេះហៅ cell បាទ cell ហ្នឹងឯងគឺសម្រាប់ផ្ទុកតម្លៃបាទតម្លៃមានដូចជាតម្លៃជា text ជាអក្សរជា number បាទនឹងឯងជាសញ្ញាជាដើមនេះក៏សិតតែបាទ cell នេះឯងគឺជាកន្លែងទុកតម្លៃតទៅទៀតដល់ពេលដែលយើងចង់កណនាបាទមិញវិធីបូកទៅលើ cell ហ្នឹងយើងយក1 + 1ប៉ុន្តែបើសិនជាយើងចង់ចាប់តម្លៃនៅក្នុង cell បូកតម្លៃនៅក្នុង cell មួយទៀតអ្នកនរគ្នាមើលតាមនេះមកបាទមើលតាមនេះមកគឺវាបង្ហាញឧទាហរណ៍ថានៅកន្លែងនេះលេខ2លេខ4ហើយចង់បូកចូលគ្នាតើវាស្មើនឹងប៉ុន្មានដោយដែលខ្ញុំបានបង្ហាញខាងដើមអញ្ចឹងនៅពេលដែលយើងចង់កណនាអ្នកនរគ្នាត្រូវតែមានសញ្ញាស្មើជាមុនសិនបាទសញ្ញាស្មើជាមុនសិនហើយអ្នកនរគ្នាឃើញកន្លែងនេះទេយើងចង់ឲ្យជាលទ្ធផលកន្លែងហ្នឹងណាអញ្ចឹងយើងត្រូវដាក់ម៉ៅត្រង់ហ្នឹងចុច click កន្លែងហ្នឹងមកកន្លែង cell pointer កន្លែងហ្នឹងមកហើយដាក់សញ្ញាស្មើបន្តមកទៀតអ្នកនរគ្នាឃើញកន្លែង A1 បាទ A1 នេះអ្នកនរគ្នាកលេចមើលកន្លែងនេះលេខ2ហ្នឹងវាស្ថិតនៅទីតាំងអីគេបាទនៅទីតាំងចំជួយឈរអក្សរ A មែនទេជួយឈរ A ក្លឹម A ហើយចំជួយដេកលេខ1អញ្ចឹងកន្លែងហ្នឹងគឺឈ្មោះរបស់វាទីតាំងកន្លែងហ្នឹងគឺ A1 បាទ A1 ចំណែកលេខ2នេះលេខ2នេះគឺជាតម្លៃដែលផ្ទុកនៅក្នុង cell A1 ហ្នឹងឯងបាទ cell A1 ហ្នឹងឯងមកទៀតចំពោះសញ្ញាបូកព្រោះអីយើងចង់បូកអញ្ចឹងយើងប្រើសញ្ញាបូកយើងចង់បូកជាមួយនឹងលេខ4អញ្ចឹងលេខ4នេះឯងគឺផ្ទុកតម្លៃនៅក្នុង cell មួយណានៅក្នុង cell A2 ដោយសារតែយើងតម្លៃកន្លែងហ្នឹងគឺនឹងឈរចំជួយឈរ A បាទហើយជួយដេកលេខ2យើងចាប់យកទីតាំងនឹងមកបាទចាប់យករែងនឹងមកវានឹងបូកលទ្ធផលឲ្យយើងទៅតាមតម្លៃដែលនៅក្នុង cell តម្លៃដែលនៅក្នុង cell មានលេខ2លេខ4អញ្ចឹងបូកទៅប្រកាសជាឃើញ6ឃើញទេបាទ6ហើយចំពោះរូបមន្តផ្សេងគុណនេះក៏មិនខុសគ្នាដែរអ្នកនរគ្នាអានេះយើងប្រើលក្ខណៈ mathematical គឺយើងប្រើបែបហ្នឹងស្មើយើងចង់យក2គុណ4ដូច្នេះយើងយក A1 ចាប់យកទីតាំងណាគុណនឹង A2
បាទ had to អូខេអញ្ចឹងរូបមន្តចែកនេះក៏មិនខុសគ្នាដែរចែកគឺយើងប្រើដូចគ្នាដែរឥឡូវយើងចូលទៅអនុវត្តជាក់ស្ដែងជាមួយនឹងកម្មវិធី Microsoft Excel បន្តិចមើលឥឡូវខ្ញុំបើកណាបាទបើកហ្នឹងមកហើយខ្ញុំរៀបធំបន្តិចស្រួលមើលបាទឥឡូវយើងចូលទៅអនុវត្តជាក់ស្ដែងជាមួយនឹងកម្មវិធី Microsoft Excel ទាំងអស់គ្នាបាទបើយើងចង់គណនាធម្មតាយើងចង់យកតម្លៃលេខ1បូកជាមួយនឹងលេខ1អញ្ចឹងណាបាទសាស្មើប្រមាណតែប៉ុន្តែវាអត់ចេញទេវាតោះតែយើងធ្វើយ៉ាងម៉េចបងប្អូនគឺយើងត្រូវដាក់សញ្ញាស្មើនៅខាងមុខចឹងចុច double click លើវាទៅចុចម៉ៅឆ្វេងពីរដងទៅដាក់សញ្ញាស្មើរួចចុច enter ឃើញចេញ2ឯងបាទអញ្ចឹងបើសិនជាយើងអត់ប្រើសញ្ញាស្មើគឺវាគ្រាន់តែជាតម្លៃលេខធម្មតាវាអត់មានកណនាទេអញ្ចឹងបើចង់កណនាតើមានសញ្ញាស្មើណាតែចំពោះគុណក៏ដូចគ្នាដែរគុណគឺយើងចង់យក2គុណនឹង4ឃើញទេវាអត់មានដំណើរការទេបើចង់ឲ្យវាកណនាឲ្យយើងក៏តែមានសញ្ញាស្មើហើយចំពោះសញ្ញាស្មើក៏ដូចអ្នកទាំងអស់គ្នាអាចដាក់លើខាងមុខនេះក៏បានឬក៏ដាក់លើ formula bar នេះក៏បានដែរដូចគ្នាទេកន្លែងនេះដាក់សញ្ញាស្មើទៅហើយ enter វាគុណឲ្យយើងហើយណាបាទឥឡូវចំពោះការគុណតម្លៃលេខនៅក្នុង cell តែមួយចុះបើសិនជាខ្ញុំចង់គុណយក5 2ខ្ញុំចង់ចាប់យកប៉ុណ្ណេះមកកណនាដូចជាការបូកចូលគ្នាទៅស្មើប្រមាណបាទដើម្បីបូកបានតម្លៃនៅលើ cell ផ្សេងគ្នាចេះទី1ដាក់សញ្ញាស្មើមកបន្តមកទៀតយើងត្រូវចាប់យក rank មួយហ្នឹងបាទ rank មួយហ្នឹងឬក៏ cell មួយហ្នឹងចុចទៅដែលខ្ញុំបញ្ចូលខាងដើមគឺមានចេញកន្លែងនេះបាទបាត់ឈ្មោះហើយកន្លែងនេះគឺមានឈ្មោះថា D2 បាទ D2 ដោយសារតែយើង select កន្លែងនេះគឺចំ column D និងជួរដេកឬក៏យើងនិយាយថា row លេខ2ឃើញទេ D2 នេះវាប្រាប់ឈ្មោះទីតាំងឲ្យយើងហើយអ្វីដែលយើងចង់កណនាគឺតម្លៃ value នៅក្នុង cell មួយហ្នឹងបាទហើយចង់បូកអញ្ចឹងគេសញ្ញាបូកហ្មងបងប្អូនរួចហើយឥឡូវខ្ញុំប្រើនេះចុះប្រើលើ keyboard មួយទៀតបាទដើម្បីងាយស្រួលបងប្អូនមើលបាទខ្ញុំប្រើ keyboard មួយទៀតនេះបាទកុំឲ្យពេលខ្ញុំចុចសញ្ញាអីទៅអ្នកនរគ្នាមិនដឹងថាខ្ញុំប្រើប្រាស់តាណាអញ្ចឹងណាឥឡូវខ្ញុំប្រើលើ keyboard នេះវិញជាថ្មីម្ដងទៀតនៅពេលដែលខ្ញុំចង់បូកបាទចង់បូកខ្ញុំចុចយកទីតាំង cell តម្លៃដែលនៅក្នុងទីតាំង cell ហ្នឹងហើយបន្តមកទៀតអ្នកនរគ្នាត្រូវតែចុចលើសញ្ញាបូកអញ្ចឹងសញ្ញាបូកនៅតាណានេះអ្នកនរគ្នាចុច shift មកហើយចុចសញ្ញានេះមកនៅ keyboard ចុចសញ្ញាបូកទៅរួចហើយមួយទៀតដែលយើងចង់បូកហ្នឹងបាទដែលនៅនេះកន្លែងនេះគឺឈ្មោះថា D3 បាទ D3 D ជួសលេខលេខ3ណារួចចុច enter នេះគេបង្ហាញតម្លៃឲ្យបាទអញ្ចឹងអត់ពិបាកទេហើយសញ្ញាទាំងអស់ហ្នឹងដូចជាបូកដល់គុណចែកយើងគ្រាន់តែដូរទៅបើសិនជាយើងចង់គុណដាក់សញ្ញាគុណទៅគុណនៅលេខ8 shift លេខ8enter មើលឃើញទេបាទចុះចង់ចែកអ្នកអស់គ្នាប្រុសសញ្ញាចែកទៅចែកទៅណានេះចែកឃើញទេបាទនេះជាការប្រើប្រាស់បាទហើយក្នុងការប្រើប្រាស់ក្នុងកុំព្យូទ័រគឺបើបូកអ្នកនរគ្នាប្រើបូកដកទៅចូលសញ្ញា enter មួយដកបាទហើយគុណនេះជាពោះសញ្ញាណាkalauអ្នកនរគ្នាដឹងគុណយើងជាប់រហូតគុណយើងមិនមែនប្រើសញ្ញាអក្សរគុណទេមានពលពលមួយចំនួនគាត់ច្រឡំថានៅពេលដែលយើងចង់ប្រើសញ្ញាគុណគាត់ចុចអក្សរ x ហ្នឹងហើយមែនទេយើងប្រើអីនេះយើងប្រើកាយបាទខ្ញុំស្រាប់កាយទៅនឹងគុណណាអូខេហើយពោះចែក
ចាយើងប្រើសញ្ញាស្លាកនេះយើងប្រើសញ្ញាស្លាកនេះណាបាទគ្រូដល់នេះគឺមានតែប៉ុណ្្នឹងទេហើយរៀងវែងទៀតទាំងអស់គ្នាគឺដើម្បីបញ្យល់ឲ្យអ្នកនរគ្នាបានយល់លម្អិតទៅទៅនឹងមេរៀនមួយនេះអញ្ចឹងរៀងវែងទៀតហើយបើមានចម្ងល់ឬក៏ចង់ខ្ញុំធ្វើវីដេអូឲ្យថែមទៅទៅ Excel អាច comment ខាងក្រោមទៅបាទអរគុណជួបគ្នាវីដេអូក្រោយណា